ួរលោកស្រីកញ្ញានិងទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីកីឡាអច្ឆរិយៈពីស្ថានីយទូរទស្សន៍ BTV យើងបានទស្សនាការពីសប្តាហ៍មុនពាក់ព័ន្ធទៅនឹងការប្រណាំងឆ្លងកាត់ឧបសគ្គគឺគេហៅកាត់ថា Enduro នោះគឺឆ្លងកាត់ផ្លូវដ៏ពិបាកឥឡូវសប្តាហ៍នេះយើងត្រឡប់មកទស្សនាការប្រកួតម៉ូតូដែលជាការប្រកួតបែប Freestyle World Tour ដណ្ដើមជើងឯកពិភពលោកសូមជម្រាបជូនថានៅរដូវកាល2012ដែលយើងលើកយកមកចាក់ផ្សាយនេះគឺប្រមូលផ្ដុំទៅដោយកម្ពុជាអ្នកបង្ហោះម៉ូតូ Freestyle នៅលើពិភពលោកមានដូចជា Levi Sherwood, Yoshi Han, Tom Passes របស់បារាំងហើយនិង Todd Porter ជាពិសេសអ្នកការពារតំណែងជើងឯកគឺ Danny Torres បាទដូច្នេះអ្នកការពារតំណែងជើងឯក2011 Danny Torres នឹងត្រូវការពារតំណែងជើងឯករបស់ខ្លួនសម្រាប់ឆ្នាំ2012នេះសម្រាប់កម្មវិធីកីឡាអច្ឆរិយៈសូមថ្លែងអំណរគុណដល់ភេសជ្ជៈបើកម្លាំង Zeus ដែលជាអ្នកឧបត្ថម្ភធំនៅក្នុងកម្មវិធី Zeus ភេសជ្ជៈបើកម្លាំងថ្មីរូបរាងថ្មីរសជាតិថ្មីត្រូវនឹងយុវវ័យជំនាន់ថ្មីស្តង់ដារគុណភាពខ្ពស់ត្រួតពិនិត្យដោយ HACCP Zeus មិនមានជាតិស្ករខ្ពស់មិនផ្អែមខ្លាំងដោយភេសជ្ជៈបើកម្លាំងដទៃ Zeus សមស្របទៅតាមតម្រូវការបងប្អូនអ្នកពិសាបច្ចុប្បន្ន Zeus ជំនួយកម្លាំង Zeus កាត់បន្ថយជាតិស្រវឹង Zeus ធ្វើឲ្យស្មារតីភ្លឺស្វាង Zeus បំបត្តិភាពនឿយហត់ភេសជ្ជៈបើកម្លាំង Zeus បាទនៅក្នុងសប្តាហ៍នេះយើងនាំលោកអ្នកទៅទស្សនានៅដំណាក់កាលនៃទីតាំងទី1ការប្រកួតម៉ូតូហោះមួយទល់នឹងមួយដណ្ដើមជើងឯកពិភពលោកគឺឆ្លងកាត់ទីតាំងប្រកួតចំនួន6ហើយ6ទីតាំងនោះគឺធ្វើឡើង4ទ្វីបគឺយើងចាក់ចេញពីទីតាំងដំបូងនាទីក្រុងឌូបៃប្រទេសអារ៉ាប់រួមដែលមានទស្សនិកជនចូលរួមទស្សនាប្រមាណជា20,000នាក់គឺ 20,000 នាក់ច្រើនកកមែនទែនសម្បូរទៅដោយសេដ្ឋីនៃប្រទេសអារ៉ាប់រួមបាទលោកនាងទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសម្រាប់កម្មវិធីបង្ហោះម៉ូតូដណ្ដើមជើងឯកពិភពលោករដូវកាល2012នេះគឺយើងធ្វើឡើងចំនួន6ទីតាំងដែលចាក់ចេញពីឌូបៃយើងបន្តទៅ Glen Helen នាទ្វីបអាមេរិកគឺស្ថិតនៅទីក្រុង Los Angeles រដ្ឋ California ចាក់ចេញពីទ្វីបអាមេរិកយើងឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបគឺទីក្រុង Istanbul ប្រទេសទូគីដែលស្ថិតនៅចន្លោះភាគខាងកើតនិងភាគខាងលិចហើយចាក់ចេញពីទូគីយើងឆ្ពោះទៅអឺរ៉ុបបន្តទៀតគឺយើងទៅទីក្រុង Madrid ប្រទេសអេស្ប៉ាញទីមានប្រទេសគូហើយចាក់ចេញពី Madrid យើងឆ្ពោះទៅកាន់ទីក្រុង Munich ប្រទេសអាល្លឺម៉ង់ចេញពីអាល្លឺម៉ង់យើងឆ្ពោះទៅទីក្រុង Sydney ដែលជាការប្រកួតដ៏ធំស្ដេចព្រាត់បាទលោកស្រីកញ្ញានិងទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីពីកម្មវិធីកីឡាអច្ឆរិយៈក៏សូមជួបជាមួយនឹងចំណាប់អារម្មណ៍ប្រិយមិត្តយើងដែលស្រឡាញ់និងចូលចិត្តនិងគាំទ្រទៅលើវិស័យកីឡាបន្តិចបាទបាទលោកស្រីកញ្ញានិងទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីពីកម្មវិធីកីឡាអច្ឆរិយៈបានធ្វើដំណើរមកដល់កីឡាដ្ឋាន Real Soccer ដើម្បីជួបជាមួយនឹងមិត្តយុវជនយើងដែលស្រឡាញ់ចូលចិត្តទៅលើវិស័យកីឡាជាពិសេសគាំទ្រកម្មវិធីកីឡាអច្ឆរិយៈឥឡូវនេះជួបជាមួយនឹងបងប្រុសម្នាក់ដែលគាត់ចូលចិត្តលេងបាល់ហើយចូលចិត្តគាំទ្រគ្រប់កម្មវិធីកីឡាបាទជម្រាបសួរបងបាទជម្រាបសួរអត់ទៅបងមានឈ្មោះអ្វីខ្ញុំបាទឈ្មោះសុកសេនារាជាកីឡាករអាជីពម្នាក់នៅក្នុងក្លឹបបាល់ទាត់អាស៊ីអារ៉ុប United ខ្ញុំមានអារម្មណ៍រំភើបជាមួយកម្មវិធីកីឡាជាពិសេសគឺកម្មវិធីកីឡាអច្ឆរិយៈខ្ញុំចូលចិត្តប្រភេទកីឡាទាំងអស់ហើយខ្ញុំគាំទ្រកីឡាអច្ឆរិយៈមានកីឡាជាច្រើនវាពិតជាអស្ចារ្យមែនទែនចង់ឲ្យកម្មវិធីទូរទស្សន៍ទាំងអស់ចាក់កីឡាបានច្រើនដើម្បីឲ្យមិត្តជនទាំងអស់ចូលរួមលេងកីឡាពីព្រោះកីឡាវានាំមកនូវសុខភាពសាមគ្គីភាពក៏បានមកពីកីឡាវាជួយច្រើនដល់ការងារពួកយើងនៃបច្ចុប្បន្នសម្រាប់កម្មវិធីកីឡាអច្ឆរិយៈវាមានរូបភាពខ្លះពិតជាអស្ចារ្យមែនទែនចំណុចខ្លះមើលទៅវាអស្ចារ្យសូមឲ្យមិត្តយុវជនយើងទាំងអស់គ្នាចូលរួមលេងកីឡាឲ្យបានគ្រប់គ្នានិងជាឆ្ងាយពីគ្រឿងញៀនបាទអរគុណច្រើនបាទអរគុណនៅមតិយ៉ាងក្បោះក្បាយពីសំណាក់លោកសុកសេងតារាដែលជាកីឡាករអាជីពបាល់ទាត់នៅក្នុងក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប United បាទលោកស្រីកញ្ញានិងទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងជួបជាមួយនឹងកម្មវិធីកីឡាអច្ឆរិយៈនៅក្នុងស្ទូឌីយោបន្តទៀតបាទសូមអរគុណនៅចំណាប់អារម្មណ៍យ៉ាងក្បោះក្បាយពីសំណាក់ប្រិយមិត្តយើងដែលគាំទ្រលើវិស័យកីឡាហើយក៏បានចូលរួមលេងកីឡាផងដែរកីឡានាំមកនូវសុខភាពកីឡានាំមកនូវសាមគ្គីភាពនិងមិត្តភាព
យើងទៅទស្សនាព្រឹត្តិការណ៍នៃការបង្ហោះម៉ូតូដណ្ដើមជើងឯកពិភពលោករដូវកាល2012ដែលធ្វើឡើងនាទីក្រុងឌូបៃប្រទេសអារ៉ាប់រួមដូចតទៅបាទកំពូលការប្រកួតបង្ហោះម៉ូតូអ្នកបង្ហោះម៉ូតូ freestyle កំពូលលើពិភពលោកប្រជុំមុខដាក់គ្នាមួយទល់មួយ Danny Torres Levi Sherwood ធ្វើបានល្អណាស់ពួកគេជួបគ្នានៅលើទីតាំងល្បីៗការប្រកួតនេះធ្វើដំណើរជុំវិញពិភពលោកហើយទាក់ទាញប្រិមិត្តរាប់លាននាក់ការប្រកួតបង្ហោះម៉ូតូឆ្នាំ2012 World Tour ចាប់ផ្ដើមពីនេសមុទ្រដ៏ស្រស់ស្អាតបំផុតនាទីក្រុងឌូបៃអ្នកប្រកួតទាំងអស់ពុះឡើងទួលហើយបង្ហោះឡើងទីក្រុងឌូបៃខុសពីក្រុងផ្សេងទៀតមានកោះសិប្បនិម្មិតជាច្រើនកំពូលស្ថាបត្យកម្មដ៏ឆើតឆាយចាយលុយមហិមាសន្តាគារលំដាប់ខ្ពស់របស់ពិភពលោកស្ថិតនៅអគារដ៏ស្កឹមស្កៃដាច់គេខាងក្រោមជាដីខ្សាច់ចំកណ្ដាលទីក្រុងជាប្រវត្តិសាស្ត្រជនជាតិអារ៉ាប់នៅបន្តជីវិតរស់រវើកទីផ្សារអារ៉ាប់គឺជាកន្លែងជំនួញតូចៗលើទំនិញគ្រប់ប្រភេទទីក្រុងឌូបៃទាក់ទាញប្រជាពលរដ្ឋជុំវិញពិភពលោក The Walk near Jumeirah Beach Residences រាល់រាត្រីលើវិថីនេះបានក្លាយទៅជាវប្បធម៌ដ៏ពិសេសហើយចម្លែកក្រៃលែងការបង្ហោះម៉ូតូនៅឌូបៃប្រិយមិត្ត 20,000 នាក់មានសំណាងទិញសមុទ្របានទស្សនាមុនគេការប្រកួតម៉ូតូហោះលើឆ្នេរសមុទ្របរិយាកាសរំជើបរំជួលក្រោយឆាកដ៏ធំនេះមានអ្នកប្រកួតប្រជែងបានត្រៀមខ្លួនរួចអស់ហើយដូចជា Danny Torres ជើងឯកឌូបៃឆ្នាំ2011និងអ្នកការពារតំណែងជើងឯក World Tour កំពុងសម្រាកកាយជាមួយនឹងបងប្រុស Jose កីឡាករ Norway Andre Villa កំពុងសរសេរស្នៀតបង្ហោះនៅក្នុងសៀវភៅដើម្បីធ្វើការប្រកួតរបស់គាត់ជើងឯកអូស្ត្រាលី Yoshi Han ឈ្នះការប្រកួតចុងក្រោយនៅខែកញ្ញានៅ Sydneyមែនហើយខ្ញុំរងចាំជាយូរមកហើយរំភើបចិត្តណាស់រឿងមួយចំនួននឹងត្រូវបានផ្លាស់ប្ដូរដូច្នេះយើងនឹងបានឃើញនៅអ្វីដែលគួរឲ្យចាប់អារម្មណ៍នាពេលនេះជនជាតិនូវែលសេឡង់ Levi Sherwood ក៏ត្រៀមអស់ហើយគាត់ឈ្នះការជំរុញសួស្តីលោកស្រីកញ្ញានិងទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់ការបង្ហោះម៉ូតូនាទីក្រុងឌូបៃរដូវកាល2012ប្រិយមិត្តចូលរួមទស្សនាប្រមាណជា 20,000 នាក់ហើយថ្ងៃនេះយើងឃើញថាពោពេញដោយភាពរំជើបរំជួលជើងឯកពិភពលោក Danny Torres ចេញមកស្វាគមន៍យើងឃើញថាអ្នកប្រណាំងចំនួន6រូបបានឆ្លងផុតទៅវគ្គ1